សួស្តីបងប្អូនទាំងអស់គ្នាជាទីគោរពនិងស្រឡាញ់នៅចុងសប្តាហ៍នេះបងប្អូនមានកម្មវិធីតាណាខ្លះដែររីឯចំណែកខ្ញុំវិញបងប្អូនឆ្ងល់ទេថាតើថ្ងៃនេះខ្ញុំនឹងទៅដល់ទីណាខ្លះហើយនឹងបានធ្វើអ្វីខ្លះតោះបងប្អូនសូមអញ្ជើញតាមដានទស្សនាទាំងអស់គ្នារហូតដល់ចប់ហ្មងណាបងប្អូនទៅថ្នោតណាអឺទឹកថ្នោតម្ដងបានទឹកថ្នោតយ៉ាយកមើល5ដបមកយ៉ាមានទឹកភ្លៀងចូលអត់សិលនេះអានេះស្ករមកនេះមែនមកកំប៉ុងមែនមកកំប៉ុង10000យ៉ាហើយថែមឲ្យអត់ថែមឲ្យមួយធ្លាប់តែថែមរហូតម៉ួយហើយមើល5000សិនពេលនេះ5000អរគុណច្រើនហើយល្ងាចមានលក់អត់លក់វងងាយអញ្ចឹងអរគុណច្រើនចាអរគុណទិញទឹកត្នោតបានហើយបងប្អូនទឹកហូបតាមផ្លូវទឹកត្នោតបាទបើលៀចិត្តភ្លឺហ៎យ៉ាអូចឹងណាអរគុណច្រើនលាយ៉ាយ៉ាចេញដំណើរទៅទៀតហើយបងប្អូនអើយមកធ្វើដំណើរជាមួយខ្ញុំចង់ដឹងតែខ្ញុំដំណើរអត់ថ្ងៃនេះមកតាមមើលទាំងអស់គ្នាបងប្អូនដល់ចាក់សាំងចូលចាក់សាំងតិចបងប្អូនចាក់សាំងមួយសិនពីម៉ោងជាងឥឡូវចូលចាក់សាំងផ្លេសចាក់សាំងរួចរាល់ហើយបងប្អូនឥឡូវបន្តដំណើរទៅមុខទៀតដើម្បីឆ្ពោះទៅរកគោលដៅដែលបានកំណត់ថានឹងទៅដល់ប៉ុន្តែការធ្វើដំណើររបស់ខ្ញុំនៅរយៈពេលប្រហែលជាជិត2ម៉ោងទៀតបានទៅដល់បងប្អូនដាក់លើម៉ូតូវាញាក់ពេកលើកាន់ដៃហ្នឹងអត់អីអត់ស្រួល
បន្ទាប់ពីការធ្វើដំណើរអស់រយៈពេល3ម៉ោងជាងមកដូចជាមានការចុករួយខ្នងចកេះអីអញ្ចឹងទៅណាបងប្អូនអញ្ចឹងក៏ឆ្លៀតមកឈប់សម្រាប់នៅក្រោមដើមដូងប្រេងតិចទៅហើយចៃដន្យក៏ជួបជាមួយនឹងអ្នកប្រមូលផលដូងប្រេងឲ្យក្រុមហ៊ុនណាហើយខ្ញុំក៏បានជជែកលេងពីនេះពីនោះបន្តិចបន្តួចជាមួយនឹងគាត់អំពីការប្រមូលដូងនឹងយ៉ាងម៉េចហើយទទួលបានប្រាក់កម្រៃនឹងយ៉ាងម៉េចហើយបន្ទាប់ពីនឹងតទៅទៀតខ្ញុំក៏បានបន្តដំណើរទៅមុខទៀតដើម្បីទៅដល់គោលដៅរបស់ខ្ញុំកញ្ញូទាន់ពេលទៅខ្ញុំមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការមួយចំនួនអញ្ចឹងខ្ញុំចាប់ផ្ដើមចេញដំណើរតទៅទៀតបងប្អូនបន្តដំណើរតទៅទៀតនៅលើផ្លូវមួយឆ្ពោះទៅផែអុកញ៉ាមុងរទ្ធីអរគុណច្រើនបងប្អូនសូមជើញទស្សនាបន្តទៀតបាទអរគុណឥឡូវនេះដល់ផ្លូវបាត់ចូលហើយបងប្អូននេះមកដល់គោលដៅហើយនេះជាទីតាំងដែលខ្ញុំមកធ្វើការជារៀងរាល់ចុងសប្តាហ៍ដល់ហើយតើបន្ទាប់ពីខ្ញុំមកដល់តើខ្ញុំនឹងរៀបចំធ្វើអ្វីបន្តទៀតសូមបងប្អូនតាមដានទស្សនាបន្តបាទសូមអរគុណច្រើនបងប្អូនបងប្អូនអើយឃើញតែមកដល់ភ្លាមមិនបងអង្គយូរត្រូវតែខ្ញុំនឹងដើរមើលទរេនមកតិចមើលសិនថាវានឹងមានអីប្រែប្រួលនៅក្រោមដីហើយបងប្អូនចាំទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសូមអរគុណបងប្អូនសល់តិចតួចបាទតិចតួចហ្នឹងនៅគង់អត់ទេបងប្អូននេះជ្រុះនេះខ្លះប៉ុណ្ណេះនេះប៉ុណ្ណេះខ្លះហើយបងប្អូនសល់មួយគ្រាប់គ្រាប់អូមានមួយណាដល់លោតរៀងធំទៀតជិះសល់គ្រាប់បងប្អូនណាឲ្យតែគង់តែប៉ុណ្្នឹងក៏បានដល់ថ្ងៃនេះដាក់ផែនការខ្លួនឯងតើត្រូវធ្វើអីខ្លះយើងមានពេលវេលាតិចតួចតែចុងសប្តាហ៍តិចបងប្អូននេះដល់សល់ខ្លះដែរវាលក្ខណៈធម្មជាតិនេះបងប្អូនដល់អញ្ចឹងការឲ្យផលបែបធម្មជាតិដែរធម្មជាតិទាំងអស់នេះខ្លះនៅផ្កាអីក្រោយតិចទៀតស្មៅបងប្អូនតាមកាត់ឥឡូវមានដាក់ផែនការកាត់ស្មៅណាស្មៅដល់ភ្លាមមើលស្មៅភ្លាម
ផ្លែខ្លះនៅសល់ខ្លះហើយនៅប៉ុណ្ណឹងនឹងជ្រុះមកទៀតទេដើមខ្លះក៏ងាប់បដាបដាបងប្អូនអើយណាមានងាប់មានចិត្តងាប់អញ្ចឹងធម្មជាតិដើមនេះនៅសល់តិចតិចបងប្អូនណាសល់មកគ្រាប់ប៉ុន្តែបើសិនវាកាន់បានខ្លះដែរដើមនេះបញ្ហាដែរនេះងាប់មកចំហៀងរស់មកចំហៀងនេះបងប្អូននេះមានខ្លះប៉ុណ្ណេះនេះនេះជារូបរាងតរេណាហើយបងប្អូនប៉ុណ្ណេះជារូបរាងប៉ុន្តែมันប្រកាសថាជាប់ឬមិនជាប់ទេណាអាចទៀតធ្លាក់ទៀតមិនដឹងនេះជ្រុះទៀតនេះនៅបានខ្លះដែរណាបាទអរគុណច្រើនបងប្អូនចាំវគ្គបន្តចាំមើលថាខ្ញុំនឹងធ្វើអីបន្តទៀតបងប្អូនអរគុណច្រើន